បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទនេះគឺជាបាទបច្ចេកទេសនៃការដាំពោតបាទរបស់ខ្ញុំបាទហើយការដាំគឺខ្ញុំធ្វើបាទជារងបាទមួយរងគឺយើងដាំមួយជួរបាទហើយក្នុងមួយជួរនោះបាទចន្លោះពីដើមមួយទៅដើមមួយបាទគឺខ្ញុំដាំប្រហែល3តឹកបាទបងប្អូនមើលឃើញហើយបាទដាំចន្លោះមកដើមមួយទៅដើមមួយគឺប្រហែល3តឹកបាទអញ្ចឹងបាទឃើញថាដើមវាគឺវាអត់ប្រជែងគ្នាទេបាទដោយសារតែយើងដាំគម្លាតវាឆ្ងាយដែរហើយក្នុងមួយរណ្ដៅគឺយើងដាក់តែមួយគ្រាប់ទេបាទអញ្ចឹងវាអត់ប្រជែងជីគ្នាទេបាទវាធំស្មើគ្នាបាទឥឡូវយើងមើលនេះបាទពោតនេះគឺបាទចិត្តនឹងចាញ់ផ្កាហើយបងប្អូនបាទនេះមកដើមនេះវាចាញ់ផ្កាមុនគេហើយបាទអាយុមិនទាន់ដល់ 2 ខែទេបាទ 1 ខែជាងហើយបាទហើយយើងបានដាក់ជី3 ដងហើយបងប្អូនបាទដាក់ជី3 ដងបាទគឺយើងដាក់នៅពេលវាអាយុ10 ថ្ងៃគឺយើងដាក់ម្ដងបាទ20 ថ្ងៃជាងយើងដាក់ម្ដងទៀតបាទហើយ30 ថ្ងៃជាងយើងដាក់ម្ដងទៀតបាទអញ្ចឹងយើងត្រៀមនឹងដាក់ជីទៀតហើយបាទហើយសម្រាប់ការស្រោចវិញគឺខ្ញុំបង្ហូរទឹកចូលបាទបង្ហូរទឹកចូលតាមបាទរងវាបណ្ដោយហូររហូតមកបាទនេះសកម្មភាពយើងបញ្ចូលទឹកបាទបញ្ចូលទឹកគឺយើងបង្ហូរនោះយើងដាក់តតយូមកបង្ហូរមកវាហូរមកហើយបាទបង្ហូរមកតាមប្រឡោះកណ្ដាលពោតនេះមកបាទយើងដាំពោតមួយគ្រាប់អញ្ចឹងគឺបាទវាអត់ទូចធំទេបាទបើយើងដាំមកម្លុង2 គ្រាប់ 3 គ្រាប់អញ្ចឹងវាមានពោតខ្លះទូចមានពោតខ្លះធំអញ្ចឹងវាប្រជែងគ្នាអត់ល្អទេបាទឥឡូវយើងមើលនេះមកដើមគឺធំបាទស្រស់គ្នាល្អណាស់បាទហើយផ្លែគឺយើងបាទយកតែមួយដើមមួយផ្លែទេបាទនៅពេលដែលវាចេញស្នៀតបាទគឺយើងកាច់ស្នៀតបាទកាច់ស្នៀតបាទទៅហូបឬក៏យើងអាចយកទៅលក់បានយើងទុកតែផ្លែណាដែលផ្លោះទេចំនួន1ផ្លែបាទបើយើងទុកផ្លែច្រើនបាទវាអត់ធំទេវាប្រជែងគ្នាដូចយើងដាំគ្រាប់បាទបើយើងដាំច្រើនគ្រាប់គឺវាដើមវាប្រជែងគ្នាវាទូចធំបាទហើយផ្លែវិញបើយើងទុកច្រើនផ្លែបាទគឺវាប្រជែងគ្នាដែរវាធំអត់ស្មើគ្នាទេអញ្ចឹងយើងទុកក្នុងមួយដើមតែមួយផ្លែទេបាទទើបផ្លែនោះបាទធំល្អហើយយើងយកទៅលក់នៅតាមទីផ្សារគឺបាទវាឆាប់ដាច់បាទខ្ញុំដាំពោតនេះគឺខ្ញុំទុកផ្លូវដើរផ្លោះកដាលផ្លូវដើរនេះទុកដោយសារអីគឺដោយសារយើងបាទសម្រាប់ទុកដាក់តយោបាទយើងទាញចុះឡើងស្រួលបើយើងអត់មានផ្លូវកដាលទេគឺយើងទាញមកទើសដើមពោតទាញតយោទើសដើមពោតបាទពោតបាទខាងនោះ10 រងបាទខាងនេះ10 រងបាទដាំតិចតួចទេបងប្អូនបាទដាំលក្ខណៈគ្រួសារបាទហូបផងលក់ផងបាទចិត្តនឹងចាញ់ស្នៀតហើយនេះបាទនេះបងប្អូនមើលនេះវាស្នៀតវាចាញ់មកហើយចងុយនោះបាទនេះចងុយបាទសម្រាប់កម្ពស់វាគឺលិចក្បាលហើយបងប្អូនបាទលិចក្បាលហើយចឹងបងប្អូនមើលមកដើមទាំងអស់បាទជួរណាមាន2 ដើមគឺយើងដកចូលមួយដើមបាទគុំណាមាន2 ដើមយើងដកចូលមួយដើមបាទបងប្អូនមើលអាដើមទូចនេះ
បើយើងទុកវាក៏វាធំមិនទឿនគេដែរអញ្ចឹងយើងដកវាចូលទៅបាទយើងទុកវាក៏វាអត់ធំអត់ទឿនគេដែរអត់បានផ្លែបានផ្កាទេយើងដកវាចូលបាទទុកឥតប្រយោជន៍ទេបាទហើយបងប្អូនអាចទុកក្នុងមួយគុំពីរដើមបានលុះត្រាតែវាធំស្មើគ្នាបាទអញ្ចឹងបងប្អូនមើលអាគុំនេះគឺពីរដើមណាពីរដើមយើងអាចទុកបានដោយសារវាធំស្មើគ្នាឃើញទេបាទកម្ពស់វាស្មើគ្នាបាទយើងអាចទុកបានបើមួយទូចមួយធំគឺយើងដកវាចូលបាទថ្ងៃរៀបលិចហើយបងប្អូនបាទថតទៅទិសខាងលិចឲ្យបងប្អូនមើលបន្តិចបាទនេះអត់សូវច្បាស់ទេកុងថ្ងៃបែរទៅទិសខាងលិចបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណេះទេបងប្អូនបាទសូមជម្រាបលាបាទបើពេញចិត្តវីដេអូនេះបាទសូមជួយ like ជួយ share បាទឲ្យមានដៃម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលា